SEA Games ថៃឆ្នាំនេះលក់មុខមិនទាន់ចប់បែរជាមកចោទកម្ពុជាថាបានចិនជួយទៅវិញសួស្តីប្រិយមិត្តជាទីស្នេហាជាទីគោរពស្រឡាញ់របស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីតាក់ទងជាមួយនឹង SEA Games នៅប្រទេសថៃ SEA Games នៅថៃឆ្នាំនេះកំពុងតែក្លាយជាប្រធានបទដ៏ក្តៅកគុកពេញពិភពលោកតែម្ដងតែមិនមែនល្បីរឿងល្អទេគឺល្បីរឿងរៀបចំមិនទាន់រួចនិងមានរឿងអាស្រូវចម្លងរូបភាពជាច្រើនអ្វីដែលធ្វើឲ្យមហាជនហួសចិត្តបំផុតនោះគឺខណៈពេលដែលខ្លួនកំពុងតែរងការរិះគន់ថាអន់ជាងកម្ពុជាស្រាប់តែមន្ត្រីជាន់ខ្ពស់ថៃមួយរូបបានចេញមកបង្វែរដានដោយបានចោទប្រកាន់ថាភាពជោគជ័យរបស់កម្ពុជាកាលពីឆ្នាំ2023មិនមែនកើតចេញពីស្នាដៃកូនខ្មែរទេតែគឺដោយសារតែមានចិននៅពីក្រោយតែនេះជាការដោះសារឬក៏ជាការច្រណែនសូមស្វាគមន៍មកកាន់ Channel KFP News នៅសល់តែប្រហែលថ្ងៃទៀតប៉ុណ្ណោះ SEA Games លើកទី33នៅថៃនឹងចាប់ផ្ដើមប៉ុន្តែលើបណ្ដាញសង្គមដែលមាន #SeaFair កំពុងតែផ្ទុះយ៉ាងខ្លាំងមហាជនរួមទាំងប្រជាជនថៃខ្លួនឯងបានរីគុណចំទៅលើគណៈកម្មការរៀបចំថាលក់មុខជាតិចាប់តាំងពីបញ្ហាហេដ្ឋារចនាសម្ព័ន្ធដែលនៅមិនទាន់រួចរាល់ 100% រហូតទៅដល់រឿងអាស្រូវនៃការចម្លងរូបភាពដែលមានយក poster ពីបរទេសមកដាក់ជារបស់ខ្លួនអ្វីដែលពួកគេធ្លាប់មើលងាយកម្ពុជាកាលពីឆ្នាំ2023ថាជា SEA Games ចុងភូមិពេលនេះពួកគេកំពុងតែលេបសម្ដីខ្លួនឯងវិញហើយព្រោះថាអ្វីដែលពួកគេកំពុងធ្វើគឺនៅឆ្ងាយពីស្តង់ដារកម្ពុជាខ្លាំងណាស់ប្រឈមនឹងការពិតដែលមិនអាចប្រកែកបានថៃបែរជាលេងល្បិចនយោបាយបង្វែរដានយោងតាមប្រភពពីលោកឡាំឡាយបានឲ្យដឹងថានៅយប់ថ្ងៃទី4ខែធ្នូនេះលោកថាមេណាតឧបនាយករដ្ឋមន្ត្រីថៃបានថ្លែងពីទីក្រុងបាងកកដោយចោទប្រកាន់ចំថាព្រឹត្តិការណ៍ SEA Games នៅកម្ពុជាមិនមែនកម្ពុជាធ្វើដោយខ្លួនឯងទេគឺមានប្រទេសចិនជាអ្នកជួយឧបត្ថម្ភពីក្រោយការលើកឡើងបែបនេះគឺជាយុទ្ធសាស្ត្រមួយដើម្បីបន្ថយតម្លៃកម្ពុជាប៉ុន្តែគេចង់ប្រាប់ពិភពលោកថាកុំសរសើរខ្មែរពេកអ្វីជារបស់ចិនទេនេះជាវិធីតែមួយគត់ដើម្បីកុំឲ្យខ្លួនឯងមើលទៅអន់ពេកនៅពេលដែលប្រៀបធៀបជាមួយនឹងកម្ពុជាប៉ុន្តែលោកមន្ត្រីថៃប្រហែលជាភ្លេចរឿងមួយប៉ុន្តែមិត្តចិនអាចជួយសាងសង់កីឡាដ្ឋានប៉ុន្តែលុយចិនមិនអាចទិញបេះដូងខ្មែរបានទេការផ្ដល់សម្បត្តិចូលទស្សនាដោយឥតគិតថ្លៃការផ្ដល់អាហារនិងកន្លែងស្នាក់នៅដល់ប្រតិភូកីឡាករដែលយកចិត្តទុកដាក់និងស្នាមញញឹមរបស់ប្រជាជនខ្មែររាប់លាននាក់តើចិនជាអ្នកជួយនេះគឺជាទឹកចិត្តខ្មែរសុទ្ធសាធកម្ពុជាបានឈ្នះរួចទៅហើយនៅក្នុងក្រសែភ្នែកអន្តរជាតិមិនមែនដោយសារតែមានលុយច្រើនទេតែដោយសារបេះដូងធំនិងការទទួលខុសត្រូវការរិះគន់នេះមិនមែនជារឿងលេងសើចទេលោកអនុទានឆាវរៈកុលនាយករដ្ឋមន្ត្រីថៃបានចុះអន្តរាគមន៍ភ្លាមៗដោយបញ្ហានេះឲ្យរើសរើការរៀបចំជាបន្ទាន់ចំណាត់ការនេះបានបង្ហាញយ៉ាងច្បាស់ថាការរិះគន់ថាថៃរៀបចំមិនបានល្អគឺជាការពិតSEA Games នៅថៃឆ្នាំនេះបានក្លាយជាកញ្ចក់ឆ្លុះបញ្ចាំងថាព្រឹត្តិការណ៍ធំមិនស្ថិតលើថាតើអ្នកជាប្រទេសមានសេដ្ឋកិច្ចខ្លាំងប៉ុណ្ណាទេប៉ុន្តែវាស្ថិតទៅលើការយកចិត្តទុកដាក់ដោយសារតែរងការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាជនថៃជាមួយនឹងប្រជាជនកម្ពុជាដែលបានមើលឃើញថាតើប្រទេសអ្នកមានបានរៀបចំការប្រកួត SEA Games បែបម៉េចហើយការ design poster មួយក៏យកចម្លងពីគេហើយការរៀបចំហ្នឹងគឺអារ៉ាមែនទែនបាទបងប្អូនយើងអាចមើលឃើញទាំងអស់គ្នាហើយមន្ត្រីមួយចំនួនហ្នឹងក៏មិនដឹងតែធ្វើម៉េចទេគឺចេញមកចោទកម្ពុជាទាំងស្រស់តែម្ដងថាចិនជួយបន្ថែមអីចឹងទៅប៉ុន្តែយើងមិនទាន់ដឹងថាយ៉ាងណាទេពីព្រោះនាយករដ្ឋមន្ត្រីលោកអនុទានឆាវរៈកុលកំពុងតែធ្វើការប្រជុំជាបន្ទាន់ជាមួយនឹងអ្នករៀបចំកីឡា SEA Games នេះតែបងប្អូនយល់យ៉ាងណាចំពោះការលើកឡើងរបស់មន្ត្រីថៃរូបនេះតើកម្ពុជាពិតជាធ្វើបានល្អព្រោះចិនឬក៏ជាស្នាដៃកូនខ្មែរសូមខមមិននៅខាងក្រោមសូមកុំភ្លេចចុច Subscribe និងដាក់សញ្ញាកណ្ដឹងផងដើម្បីទទួលបានព័ត៌មានថ្មីៗពី Channel របស់ខ្ញុំបន្ថែមទៀត